សូមបងប្អូនទាំងអស់គ្នាមានដំណឹងល្អសម្រាប់បងប្អូនកម្ពុជាដែលចង់មកធ្វើការនៅប្រទេសកូរ៉េអញ្ចឹងណាអញ្ចឹង2025នេះគឺកំពុងតែជិតខិតមកដល់ដែរដែលសប្បាយចិត្តបំផុតថ្ងៃដែលរដ្ឋបាលកូរ៉េនឹងប្រកាសបរិច្ឆេទអញ្ចឹងបងលក់ពាក្យតាមប្រព័ន្ធ EBS Topic ការងារជាផ្លូវការបងប្អូនហើយទទួលបានឱកាសដាក់ពាក្យចូលប្រឡងដើម្បីត្រៀមបម្រើការងារក្នុងប្រទេសកូរ៉េអញ្ចឹងណាបងប្អូនហើយ K KDI កូរ៉េគឺជាប្រទេសមួយដែលមានប្រាក់ខែខ្ពស់អញ្ចឹងបងប្អូនកន្លែងធ្វើការល្អនិងមានឱកាសកែលម្អជីវភាពបងប្អូននិងគ្រួសារអញ្ចឹងណាហើយការបរិច្ឆេទជាផ្លូវការហ្នឹងនឹងចេញផ្សាយឆាប់នេះបងប្អូនសូមបងប្អូនក្រមុំប្រុសបងអីអាចត្រៀមឯកសារស្វែងរកវិជ្ជាមណ្ឌលរៀនដែលបានផ្លូវការអញ្ចឹងបងប្អូនត្រៀមប្រឡងព្រោះការប្រឡងមិនចេះតែប្រឡងជាប់ទេបងប្អូនមិនមែនចេះតែទៅចាក់ខ្សែជាប់ទេអញ្ចឹងហើយសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាប្រឡងជាប់នឹងបានឱកាសទៅបំពេញការងារក្នុងប្រទេសកូរ៉េឲ្យបានជោគជ័យអញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនស៊ូទាំងអស់គ្នាបងប្អូនហើយមួយទៀតខ្ញុំជូនពរសម្រាប់បងប្អូនដែលគាត់ធ្វើការងារនៅថៃនិយាយអស់ទៅនៅប្រទេសថៃអញ្ចឹងណាអញ្ចឹងមានចំនួនអញ្ចឹងគួរណាតែគាត់ចង់មកខ្មែរមករៀនមកកូរ៉េបងប្អូនព្រោះខ្ញុំពីមុនខ្ញុំនៅថៃដែរអញ្ចឹងឥឡូវហ្នឹងយើងអត់ចូលចិត្តគ្នាទៅវិញទៅមកអញ្ចឹងយើងអាចឈប់ធ្វើការទៅព្រោះអីយល់ថាបងប្អូនមិនដឹងថាមកខ្មែរពិបាករកការងារតែយូរទៅកាន់តែយូរទៅអញ្ចឹងបងប្អូនខ្ញុំភ្លេច3ឆ្នាំបងប្អូនមកកូរ៉េវិញកាលមុនខ្ញុំនៅថៃខ្ញុំពេលគេលក់ពាក្យខ្ញុំចុះមកអញ្ចឹងហ្នឹងហើយវីដេអូនេះមានប៉ុណ្ណឹងជម្រាបលាបងប្អូនទាំងអស់គ្នាបើសិនបើស្រឡាញ់ចូលចិត្តខ្ញុំនៅវីដេអូហ្នឹងសូមចុច like និងចែករំលែកផងបងប្អូនជម្រាបលាបាយបាយ